បាទសូមអនុញ្ញាតជំរាបសួរប្រិយមិត្តនិងបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រង page admin គង់ក៏ដូចជាតាមដាននៅ channel TikTok របស់ admin គង់ទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះ admin សូមធ្វើការណែនាំបំរុយបាល់2គូដើម្បីមកចែកជូនបងប្អូនសម្រាប់ថ្ងៃនេះគឺមានព្រឹត្តិការណ៍ធំគឺពានរង្វាន់អឺរ៉ុបឬដែលយើងហៅកាត់ថា UEFA Champions League បានត្រឡប់មកវិញហើយបន្ទាប់ពីខកខានប្រហែលជា2សប្តាហ៍កន្លងមកតែឥឡូវក៏បានត្រឡប់មកវិញហើយសម្រាប់ពីគូដែល admin នឹងជ្រើសរើសយកមកចែកជូនបងប្អូនដើម្បីជួយជាតម្រុយថាគូមួយណានឹងអាចឈ្នះហើយនឹងផ្ដាច់រាល់ការវិនិយោគជំនេះកុំភ្លេចតាមដាន admin ណាសម្រាប់គូទី1ដែល admin នឹងធ្វើការចែកចាយជូនបងប្អូនគឺរវាងក្រុមអ្នកមានបុណ្យ FC Barcelona និងបាល់កីឡាដ្ឋានរបស់ខ្លួនឯងស្វាគមន៍ក្រុមភ្ញៀវមកពីប្រទេសក្រិកគឺ Olympiacos សម្រាប់ក្រុមទាំងពីរបើយើងមើលការប្រកួតកន្លងមកហ្នឹងគឺក្រុមបាសេណាមួយរយៈនេះទទួលស្គាល់ថាគាត់រៀងរោគរាបន្តិចដោយសារបញ្ហាកីឡាកររបួសដូច្នេះធ្វើឲ្យបាសេណាមិនសូវជាមានទម្រង់លេងល្អទេក៏ប៉ុន្តែណាកុំភ្លេចថាបច្ចុប្បន្នបាសេណាកំពុងតែស្ថិតនៅលេខរៀងទី2នៅក្របខាង La Liga Spain តាមតែក្រោយរៀលម៉ាឌ្រីតតែមួយក្រុមទៀតណាចឹងគឺថាអាចជឿទុកចិត្តបានដូច្នេះហើយយប់នេះកីឡាករដែលរបួសចាប់ផ្ដើមត្រឡប់មកវិញហើយទាំងប្អូន Lamine Yamal ទាំង Robert Lewandowski អីគឺមានឈ្មោះអស់ហើយតែយើងមិនថាអាចនឹងចូលលេងឬក៏យ៉ាងណាទេតែសម្រាប់គូនេះបើ admin ជឿជាក់ហ្មង admin សូមធ្វើការណែនាំបងប្អូនឲ្យធ្វើការឈៀរក្រុម FC Barcelona នៅក្នុងទឹកដីខ្លួនឯង admin គិតថាយុគនេះសម្រាប់ FC Barcelona មិនជាពិបាកទេក្នុងការទទួលក្រុមភ្ញៀវក្រុមនេះជឿជាក់ Barcelona នឹងឈ្នះក្រុមភ្ញៀវ3-0ហើយចំណែកគូទី2ដែល admin នឹងជឿយកមកធ្វើជាតម្រុយបាល់សម្រាប់បងប្អូននៅក្នុងคลิปវីដេអូនេះគឺរវាងក្រុម Union Saint-Gilloise មកពីប្រទេសបែលហ្សិកនិងធ្វើជាក្រុមចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវមកពី Calcio Serie A អ៊ីតាលីគឺ Inter Milan សម្រាប់គូនេះបើយើងមើលតាមគុណភាពកីឡាករក៏ដូចជាគុណភាពរីលីកទាំងពីរក៏អាចបែងចែកបានដែរថាក្រុម Inter Milan ក្រុមភ្ញៀវច្បាស់ណាស់គឺមានប្រៀបជាងមានតាមជាងក៏ប៉ុន្តែណាយុគនេះយើងបានតិចដោយសារទៅធ្វើជាក្រុមភ្ញៀវតែបើយើងមើលទម្រង់លេងគឺយើងលទ្ធផលនាពេលកន្លងមករបស់ក្រុម Inter Milan ដែលតែងធ្វើល្អមិនថានៅ Champions League ក៏ដូចជានៅលីករបស់អ៊ីតាលីបច្ចុប្បន្នគឺស្ថិតនៅលេខទី1សម្រាប់គូនេះមិនបាច់វិភាគអីច្រើនទេដូច្នេះសម្រាប់បងប្អូនដែលតែងតែតាមដាន admin កុំផ្ទាល់ចឹងអាចតាម admin បានណាសម្រាប់គូនេះ admin ណែនាំឲ្យបងប្អូនគ្រប់គ្រងទៅខាងក្រុម Inter Milan យុគនេះនឹងឈ្នះចាប់ផ្ទះជាមិនខាតនេះគ្រាន់តែតម្រុយបាល់2គូសម្រាប់មកចែកជូនបងប្អូននៅក្នុង channel ក៏ដូចជា pack admin គង់នៅមានតម្រុយបាល់គូផ្សេងៗច្រើនទៀតដែល admin តែងតែទម្លាក់ចែកជូនបងប្អូននៅក្នុងក្រុម AKFC Sport Team អញ្ចឹងបើសិនជាបងប្អូនមានបំណងចង់ទទួលបានទីបាល់ពិសេសជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ join link នៅក្នុង profile របស់ admin បានទាំងអស់គ្នាមកចូលរួមជាមួយនឹងក្រុមគ្រួសារ AKFC Sport Team ទាំងអស់គ្នាណាកុំភ្លេចហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នេះដែរសូមបងប្អូនកុំភ្លេចចុច like ចុច share follow admin អ្នកមកបងសូមអរគុណសូមជម្រាបលា